lâu dương tới na tới chỉ tu chỉ phạt chỉ tu á nó nôm át đấy ao từ score chỉ phạt đấy không mấy bạn mau đấy mê nôm át group rương mong ai ơ nó con nó ai ơ nó ye ai ơ nó con nó ai ơ nó ye cô lon ơi 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 tra pang pa che ơi tra pang pa nhé ơi ở na tra pang pa chun sray ai pe leng yết tàu ai stung srau ơi ai ở nó ai ở na nhưng mà nó tìm mùi đấy mau bên nào rồi mau bên nào nhưng mà cromในกราวม chả nào ปันแกเอาสุดใจแกเอาบองสนั่งแกไอ้ chả จะเอาปันใจตะครูซาไอ้มันได้ตามครูซาหัวตักไม่ตานะกองมือน่ะทีเนี้ยปาดไม่เวียดนามนะไอ้ไม่ได้ไม่เวียดนามนะไอ้ngày nay người ta bọn an chọn phón sponsor sponsor đồng tây đó người ta quân bang mà đó chỉ phá đấy nữa và nhà bọn đang tại bọn an tròn phong mê nhom lỗ này toàn đang bọt ấy nè toàn đang bọt ấy chầm hòn nắp xanh tức luôn dương đâm mây luôn dương chân dương trâu chọt tình bài tình ấy dương miên là pi dục chân là nghe ní dương nhằm bài luôn dương tại sao nhằm bài luôn dương bạn dương miền miền lan luôn dương nhưng miền toàn đây luôn dương nghe bọn chào cho đại bàn ta on những ai tình tiếng thằng bà ôi bờ cái nhóm cái thà ao đây cái nhóm play thì muối tê sập hiệp thom chiết bà để play hay miền stung bà hay thom chiết pri phnom lúc ai chúng ta prey lơ sặc chơ bên bên aoประกนขยมมาនេះចាប់អារម្មណ៍តែដោយសារខ្ញុំបាត់អារម្មណ៍ដែលឃើញបងគួងយូរហើយបាត់បងគួងយើងមកកន្លែងនោះមកយើងឃើញវាលជីផាតហ្នឹងឃើញគេចូលគូច្រើនសម័យកាខ្ញុំcà phê cô នៅវាលគូវាអីហ្នឹងហើយមួយទៀតធម្មជាតិ បាទ ធម្មជាតិលាក់ពួននៅក្នុងជ្រោះជ្រងចលង អូមិញទៅបឹងតលេងទឹកជ្រោះហ្នឹងមិញ បាទទៅ ស្អាត ចាញ់ជាយាយលោតចូលភ្នក់ក្រោលចាញ់ជាយាយលោតចូលភ្នក់ក្រោលแล้วតម្លាក់កូនចោលតែខ្លួនយកប្តីនាងហើយតែខ្លួនយកប្តី នៅជីផាតនេះនៅធម្មជាតិស្រស់បំព្រងមានន័យថាព្រៃមានភ្នំមានវាលទឹកជ្រោះហើយមានកន្លែងលេងសบายរីសតរមណីយដ្ឋាននេះច្រើនណា លេងបត់ណាយហោមរងអើសំបងតុបតុប អស់ណាយទេវតាHello លេងបត់ណាយហោមរងអើសំបងរំលឹកនឹកគុណដល់ទេវតា មានអ្នកតួជាងល្បីមកទៀតអនផនមកទៀតអនសិនអ្នកល្បីមកនេះហ៎បាទប្រពន្ធបាទសុខសប្បាយជើបាទជើ បាទជំរាបសួរបងប្អូនទាំងអស់ជាទីមេត្រីបាទបានឃើញហើយវីដេអូសកម្មភាពដែលពួកយើងទៅលេងនៅជីផាតអញ្ចឹងសូមបងប្អូនទស្សនាបាទជាមួយគ្នានៅសកម្មភាព
ការទៅលេងនៅតំបន់ជីផាតឥឡូវជុំគ្នាទៅជីផាតហើយនេះចុះថ្ងៃនេះខៀវដូចគ្នាបាទទៅលេងនៅបងអានគាត់នាំមកនេះធួកាយទៅជីផាតទៅចាំចាប់ម៉ួយទៀតខ្វះ2នាក់ទៀតដល់ពេញបាទមកដាក់ខាងក្រោយដាក់រាំងទឹកមួយទឹក មកបយនេះសិតទៅសើកញ្ញានេះមកនេះនាំនេះមក អ្នកខាងព្រៀបសួរ នេះកញ្ញាដល់មានជ័យ ព្រៀបសួរកញ្ញា កមុំនោះកន្លោះកមុំនាំកន្លោះដល់លេង ខ្លាំងចរុញខ្លាំងចរុញដៃវាណាបាត់ បងគាត់មកពីខាង ដាក់បញ្ចូលថ្ម ប្រទេសមានជ័យអ្នកលក់នំប៉័ងដៃឯកហ្នឹងអ្នកលក់នំប៉័ងនៅផ្សារសេរីសុផាន់បងប្អូនបាទហើយយើងធ្វើដំណើរតាមផ្លូវបាទតាមផ្លូវលបឿនលឿនទៅលបឿនលឿនបងប្អូនឃើញស្រាប់ទេទេសភាពស្អាតហើយផ្លូវលឿនឆាប់បាទដល់មកដល់តាមផ្លូវយើងក៏ឈប់ដើម្បីយើងបត់ដៃបត់ជើងឬក៏យើងចូលបន្ទប់ទឹកទិញអីញ៉ាំឥឡូវនេះឈប់បន្តិចសិនទៅឡើងឡានវិញតាមផ្លូវទៅកំពង់សិលា ល្ងាចនេះយើងទៅដល់យើងវាយតង់វាយអីខ្លួនយើងនៅកន្លែងនឹង2យប់វា1គីឡូ1គីឡូឆ្ងាយអំពីអាកន្លែងភាគច្រើនគេធ្លាប់ទៅហ្នឹងគឺយើងអាចទៅមើលបានកន្លែងហ្នឹងកន្លែងគេលក់អីវ៉ាន់អីទីឈ្មោះជីផាតហ្នឹងវាសំខាន់វាពិសេសកន្លែងហ្នឹងដោយសារតែវាមានទឹកជ្រោះ7 8កន្លែងណោះយើងអាចទៅលេងបានតែ1ឬ2ទេអាកន្លែងដែលយើងទៅនៅហ្នឹងណាវាគ្រប់ហើយមួយថ្ងៃហ៎សំខាន់យើងទៅវាយតង់សบายចិត្តមួយគ្រួសារមួយប្តីយើងមួយអីមួយប្រពន្ធយើងមុននឹងទៅដល់តំបន់ជីផាតទៅដល់តំបន់ស្រែអំបិលបាទតាមដងផ្លូវយើងឃើញមានទេសភាពប្លែកស្អាតច្រើនណាបងប្អូនណាចូលទៅស្រែអំបិលទៅផ្សារស្រែអំបិលបាទផ្សារស្រែអំបិលដើម្បីទិញម្ហូបអាហារលើនេះនាំនេះចូលផ្សារស្រែអំបិលរកទិញស្បៀង ស្ពានណាតើកន្លែងមានស្ពានខ្ញុំមកតើកន្លែងអត់ស្ពានចប់មកលាក់ឆ្ងាញ់អង្គុយទៅញាក់ទៅព្រៃអញ្ចឹងអង្គុយដុតស៊ីឆ្ងាញ់ ក្រោយពីយើងចេញពីស្រែអំបិលយើងក៏បន្តដំណើរទៅទៀតបាទហើយមិនយូរប្រហែលទេបាទមកយូរប្រហែលមកដល់ចិត្តតំបន់បត់ផ្លូវបត់ហើយប៉ុន្តែបងអានគាត់ឆ្លៀតធ្វើដំណើរមកហូសបន្តិចបាទហូសមកផ្សារហ្នឹងគេហៅផ្សារដងទឹកណាបាទផ្សារហ្នឹងក៏មិនឆ្ងាយប្រហែលពីតំបន់ជីផាតហ្នឹងដែរមកមើលផ្សារហ្នឹងតូចល្មមប៉ុន្តែមានម្ហូបអាហារមានទីប្រជុំជនល្មមដែរណាបងប្អូនបាទហើយយើងក៏ត្រឡប់ទៅវិញបាទត្រឡប់ចូលផ្លូវទៅជីផាតបងប្អូនបានឃើញតែផ្លូវទេសភាពតាមដងផ្លូវបាទនិយាយរួមទៅទេសភាពតាមដងផ្លូវគឺស្រស់ស្អាតធម្មជាតិមានគោមានអីច្រើនមានព្រៃមានវាលស្មៅដាច់កន្ទុយភ្នែកបាទហើយបានធ្វើដំណើរយូរទៅយើងក៏មកដល់ស្ពាន ជីផាតហើយនេះហើយ នេះស្ទឹងជីផាត ចប់នឹងដែរនោះ អូអានោះខ្សាច់ទេបងខ្សាច់ពូនស្អាត ហើយជីផាតនោះ1គីឡូទៅខាងឆ្វេងដៃហ្នឹងគឺកន្លែងចម្លងហើយ បាទ ហើយគេចង់បានស្ពានចេះដែរនេះ ទីប្រជុំជនផ្សារជីផាតហ្នឹងគឺនៅមួយខាងទៀតប្រហែលជា1គីឡូជាងពីតំបន់នេះបាទតំបន់ស្ពានហ្នឹងណាបាទអញ្ចឹងមកដល់កន្លែងហ្នឹងក៏រៀបរយបាទបោះតង់បាទតម្លើងរោងបាទដើម្បីធ្វើម៉េចឲ្យយើងស្នាក់នៅបានប៉ុន្តែខែនេះខែភ្លៀងភាគច្រើនភ្លៀងស្ទើរតែរាល់យប់ណាជួនណាថ្ងៃក៏ភ្លៀងជួនណាយប់ក៏ភ្លៀងប៉ុន្តែយើងបោះតង់ភាគច្រើនមិនសូវមានបញ្ហាអីទេ ចង់ឲ្យយើងកាប់អី អូមើល គាត់ទៅចិត្តណាស់ដល់ខាងទៅនោះទៅខាងអត់អីនោះខាងរបងគាត់អត់អីកាប់ពីដើម តែតង់នេះបាននេះ ចាំមើលសភាពការសិនអានេះសម្រាប់អានេះកណ្ដប់អីបើល្ងាយើងមើលមិនឃើញដែរល្ងា មិននេះទេតែមិនព្រឹបទេនេះបានទេបើលើកចក្រានដាក់យើងហូបទៅនោះតិចស្ដាប់អោដាក់ទៅហ្នឹងក្របចក្រានបាត់ហើយ ចង់បានថាលើក ចាំលើកចក្រោមមកនេះចេញទៅ ស្ដាប់អោ ចង់ឲ្យដល់ហើយសិន ចាត់អូនវាយ
Rồi, chúc bông. ពីប្រយុទ្ធ ឡើងគេហៅថាមកប្រើមកលើសង់កន្លែងបោះតង់បានហើយនេះមេជាងបាទអញ្ចឹងក្រោយពីរៀបរយបោះតង់បោះអីហើយបាទអញ្ចឹងទុកឲ្យបាទអ្នកនៅចាំរោង2នាក់3នាក់បាទឆ្លៀតទៅលេងតំបន់មួយទៀតគេហៅថា Deforest ឥឡូវយើងទៅណា ទៅជីទូកជីផាតជីទូក ជីទូកជីផាតឥឡូវនាំបងប្អូនទៅមើលស្ទឹងជីផាត ហ្នឹងហើយមិនស្ទឹងជីផាតហ្នឹងតែជីយាយផាត បងអានណានាំអាតឲ្យទៅស្គាល់ជីផាតកុំឲ្យបានមកទេមេនាំអាតគ្រប់រឿងហ្មង លេងភ្លេងទៀតហើយតិចទៀតកំព្រួយលេងភ្លេងទៀតហើយស្រាវជ្រាវទៀត ឥឡូវមកដល់ទូកច្រឡងទៅកន្លែងមួយទៀតទៅកន្លែងតំបន់ទេសចរ Deforest តែមកហ្នឹងខ្ញុំមកលើទី1ដែរ មកពីណាមកពីណា ខ្ញុំនៅក្រោម នៅក្រោម ចានៅ ប៉ិនគេឲ្យទូកត្រីគេឲ្យបងសណាញ់គេឲ្យអី ចា គេឲ្យប៉ុន្តែតាក់គ្រូសាអីមិនតាមគ្រូសាទូកជួយមិនស្អីទេមិនស្អីមានទេអញ្ចឹងមកខ្ញុំធ្វើតែសារ បងប្អូននេះទិដ្ឋភាពនេះស្ទឹងជីផាតមែនទេទិដ្ឋភាពស្ទឹងជីផាត អត់ដឹងអីថាតែមិនដឹងឯណាចាមិនដឹងស្ទឹងជីផាតហើយនេះ ស្ទឹងជីផាត ស្លាប់ដឹងហើយ ឥឡូវយើងទៅណាបងយើងទៅណានេះ ឥឡូវយើងទៅឡើងទៅលើណែបន្តិចឡើងទៅលើកន្លះម៉ោងរួចយើងទៅកន្លែង Deforest ទៅជួប Mr. Tony Mr. Tony អ្នកខាងណែតកែ Deforest អូត ជួប កែ គាត់ទៅជម្រាបសួរគាត់ បាទហើយនេះកំពុងធ្វើដំណើរទៅលើទៀតបាទទៅកន្លែងគេហៅ Deforest កន្លែងតំបន់រមណីយដ្ឋាននៅរំលងស្ពានមកឆ្ងាយហើយ មិនប្រៃទេ6ខែឡែម6ខែសាប បាទ អញ្ចឹងវាអត់ដល់ឆោ បាទ អានេះទេសភាពស្អាតណាស់ចាប់ឡើងទៅទៅអត់ប្រេកបាយពីទីទៀតហើយ ឥឡូវមកដល់កន្លែង resort គេហៅថា Deforest តូដុប ជំរាបសួរនឹងកូនណាជំរាបសួរ Ara, how are you? Hello This is Juan. Yes, thank you.ជំរាបសួរ Yeah, thank you for. You remember me? Good. ចាំខ្ញុំបានខ្ញុំធ្លាប់ទៅផ្ទះម្ដងពីរដងដែរ Hello brother Hello បងឯងហៅអត់មកណា Welcome to the forest បាទចុំមានអ្នកតួឈៀងល្បីមកទៀតអនផនមកទៀតមិនអន សិនអ្នកល្បីមកនេះហ៎ បាទបងប្អូនបាទសុខសប្បាយជើបាទជើ បងក៏មកចាជំរាបសួរកូន មានសួរបង ជម្រាបសួរ នេះអាមេរិក ចា នេះអាមេរិក អាមេរិក នេះអាមេរិក នេះអាមេរិក សុខសប្បាយបង សុខសប្បាយ មិត្តភក្តិខ្ញុំបងមិត្តភក្តិខ្ញុំ ជម្រាបសួរ បងអត់ចង់យើងជួបសុខខ្មែរទៀត បាទនេះគឺ ពីកំពង់ចលងមក រមណីយដ្ឋាន resort 1គីឡូទៀត គេហៅឈ្មោះថា Deforest 5-6គីឡូមក បាទមានជាផ្ទះ ដីយើងប៉ុន្តែ សំណាក់ ដីយើងហ្នឹង តូមទូច ជំរាបសួរ នៅកណ្ដាលព្រៃ សុខសប្បាយក្រោយដីយើងនេះវា2គីឡូទៀតមិន5មិន1គីឡូមើលឃើញណាយើងក៏ជិះទូកមិនឃើញទេជិះទូកហ្នឹង5នាទីអីធម្មតាពីស្ពានមកហ្នឹងម្ដងនេះអញ្ចឹងហើយ Deforest ឆ្លងព្រៃទៅខាងនោះអត់មានមនុស្សនៅទេតែមានតែពីឆ្លងព្រៃមកខាងនេះ បាទធម្មជាតិនៅដើមឈើទាំងអស់មានសំណាក់ ហើយគាត់នឹងរើសញ៉ាំអាហារ ចំស្អាតណាស់បងប្អូនឃើញទេនេះកន្លែងគេងរបស់គាត់បន្ទប់មានស្អីអូយច្រើនណាស់
miền cái này cùi nhắm ấy xì phắc mà em đã tơ rửa bơi địa đã sra bia sra ấy mà nè coi thế này chẳng mua chúng ta chọn cái nó bàn một bình phòng cái này nè phòng thôi mà po thật phòng mà ខ្លះហ្នឹងស្លាស់ធ្លេវលើនៅឡើយនេះអាមុខនេះស្លាស់ធ្លេវ បាទនៅកន្លែងនេះយើងមើលឃើញបារាំងអីហ្នឹងគេចូលអង្គុយបើសិនតែយើងអង្គុយនៅកន្លែងពោធិនីឋានហ្នឹងយើងអាចមើលឃើញស្ទឹងមើលឃើញធម្មជាតិបាទនេះស្រឡាញ់បងប្អូនណាដែលស្រឡាញ់ធម្មជាតិស្រឡាញ់ណែព្រៃឈើឬក៏ទេសភាពមានទឹកមានស្ទឹងអីស្អាតអង្គុយលេងនៅហ្នឹងគឺអត់ធុញទ្រាន់ទេបាទមកលំហែបងប្អូនអាចអង្គុយមើលអាចស្ដាប់តន្ត្រីធម្មជាតិបានបាទកំពុងថតជួបបងស្រីម្នាក់គាត់ថាគាត់ចូលចិត្តស្ដាប់ចម្រៀងរបស់ខ្ញុំហើយពិសេសគាត់ចូលចិត្តស្ដាប់ចម្រៀងយីកេបាទនឹងតែដោយសារថាពេលវេលាខ្លីបាទអត់សូវបានចំណាយពេក នេះនេះយប៉ា មិនសួរ ខ្ញុំស្ដាប់ចម្រៀងគាត់តា បាទដោយសារតែពេលខ្លីហើយក៏ចិត្តដល់ថ្ងៃលិចហើយបញ្ញាប់មករៀបចំម្ហូបអាហារវិញកន្លែងបោះតង់អញ្ចឹងក៏ជម្រាបលាពួកគាត់ហើយក៏ត្រឡប់មកកន្លែងយើងបោះតង់វិញរៀបចំអាហារពេលល្ងាចដើម្បីទទួលទានអាហារបាទ ក្រុមកន្ទ្រឹមហើយនឹងណា ក្នុងឱកាសនឹងដែរពួកយើងក៏បានទៅមើលតំបន់សក្ការៈបូជារបស់ជនជាតិដើមបាទគឺជនជាតិជងដែលបានរស់នៅតំបន់នឹងយូរហើយបាទកន្លែងហ្នឹងគឺមានរូបថ្មដុំប្រព័ន្ធណានៃបាទប្រហែលជារាប់រយពាន់ឆ្នាំមិនដឹងប្រហែលលានឆ្នាំហើយបាទរូបហ្នឹងគឺដូចដំរីសុទ្ធសាធហើយកន្លែងហ្នឹងគេគោរពបូជាដុតធូបដុតអីសុំសេចក្តីសុខហើយពួកយើងក៏បានទៅកន្លែងហ្នឹងដើម្បីសុំសេចក្តីសុខស្រីចម្រើនហើយក៏លេងភ្លេងថ្វាយជូនមួយបទផងដែរបាទ លោកកាយខ្ញុំដើរព្រៃលើស្លឹកឈើវែងវែងអោប្រគុណខ្ញុំមក Thìស្លឹកខ្លងស្លឹកថ្វាយអោប្រគុណខ្ញុំមកមកចាំងថ្លៃអាយសំណោះកន្លែងដែលធ្លាប់ជ្រោកណា ខ្ញុំដើរឆ្លងព្រែកស្ដាប់ខ្វាយវាយំអោប្រគុណខ្ញុំមកអោប្រគុណណាយខ្ញុំមកអ
nó vì do ca ngheខ្ញុំច្រៀងបទសរិនក្នុងភ្នំអោប្រគុណខ្ញុំមកយេអោប្រគុណខ្ញុំមកយេណែប្រគុំថ្វាយលោកដូនតាម្ចាស់ទឹកម្ចាស់ដីអើយបាទជំរាបសួរបងប្អូនថ្ងៃនេះយើងបានមកដល់ជីផាតហើយជីផាតគោក្បីដំរីសេះខ្លានៅក្រោយតាមរយៈបងអាចតផនមានចម្រៀង 5000 បទដើម្បីចូលបងប្អូនឲ្យបងប្អូនកំសាន្តស្ដាប់នេះអ៊ំជាតិនេះលោកគ្រៀតរឿបមានតន្ត្រីធនហើយបងវណ្ណានេះអ្នកកាត់សក់នេះស្បែកលេងការបងឯងអត់តន់ថាខ្ញុំនេះអាជីមកូនត្រូម្លំដែរនេះជូនចម្រៀងមួយបទពីរបទមុនហ្នឹងណាបទអូរណោតើរឿបជ្រៀងចឹងខ្ញុំតាចាបានមករំនៅក្នុងជីបានណាជើអីអរណាណាអូនអើយណាអូនអើយអីអរណាណាអូនអើយអូនយាយស្រីតូចបានស្រឡាញ់អូនផ្ដោពូជអូនអ្នកណាប្តីអូអូនឯងស្ដាប់ប្តីស្ដាប់គោរតែងស្ដាប់សេងដងរៃអូពូជអូនស្ដាប់ប្តីអូនឯងស្ដាប់ម្ដាយឲ្យបងផងអូនមកអើយស្រីមកកម៉ាយស្រីមកអើយអូនអើយអូនឯងស្រីមកតែធំទេស្រឡាក៏ណាស់ដេកអមម្នាក់ឯងអូអូនឯងម្នាក់ឯងបើបានជាមួយបងក៏មានគ្នាមកកំភ្លេងអូបាក់ដេកម្នាក់ឯងអូនឯងក៏កំភ្លេងជាមួយក្ដីអូនចាបាទសូមអរគុណបានសម្ដែងឲ្យស្ដាប់ឡមកបត់តាមវាស្អីសិនបាទក្រោយពីច្រៀងកំដរធម្មជាតិបំពេគោក្បីបាទវាលស្រែធំធេងបាទអញ្ចឹងក៏ឆ្លៀតមកមើលកំពង់ចម្លងនៅខាងជីផាតបាទកន្លែងនេះគឺជាប្រជុំជនជីផាតក៏ប៉ុន្តែមិនទាន់មានស្ពានទេមានតែមានតែទូកចម្លងធម្មតាបាទឆ្លៀតមកមើលហើយក៏ត្រឡប់ទៅក្រោយវិញដើម្បីរកមើលកន្លែងណាសមរម្យដើម្បីប្រគំតន្ត្រីស្គរដៃទ្របាទចម្រៀងទ្រស្គរដៃបាទអញ្ចឹងទុកជាអនុស្សាវរីយ៍ឲ្យបងប្អូនបានស្ដាប់បានទស្សនាតន្ត្រីទ្រស្គរដៃរបស់យើងប្រមូលអស់ហើយអ្នកល្បីពេញមកស្រុកខ្មែរបាទអញ្ចឹងយើងងាកចុះងាកឡើងបានមកកន្លែងបាទរៀបចំភ្លាមថតប្រគំតន្ត្រីផ្លេតជូនបងប្អូនស្ដាប់កំសាន្តបាទអញ្ចឹងសូមបងប្អូនស្ដាប់
កំសាន្តទាំងអស់គ្នាបាទចូលជំរាបសួរបងប្អូនទាំងអស់ជាទីមេត្រីបាទ ទូទាំងពិភពលោក បាទឥឡូវនេះអត់ដឹងក្រុមមន្ត្រីអីណា គាត់បានដាក់ឈ្មោះផង នេះគឺបងនំវណ្ណា បាទ ហើយគាត់ជំនាញរបស់គាត់គឺខាងកំ pl ែងកាត់សក់ ហ្នឹងហើយ ហើយលេងភ្លេងការហើយក្រៅពីហ្នឹងក៏ជាងផ្ទះទៀតជាងចំណានណា បាទ បាទតន្ត្រីក៏ឆ្នាំទៀតហើយនេះគឺ ដល់លេង លោកព្រាតរឿប បាទ អតីតមេភូមិតាហាំ យ៉ាពីដើម ពីអតីតខ្ញុំមកប្រាប់អតីតណាមិនពីដើមណា ពីដើមមក បាទហើយថ្ងៃនេះគេថាបងអានចនផន sponsor ហ្នឹងហើយ sponsor តន្ត្រីហ្នឹងគឺថា អរគុណបង មកដល់ជីផាតដល់ទៅ ឃើញ បាទញ៉ាបត់ហ្នឹងទៅឲ្យបងអានចនផង បាទ មេខ្ញុំល្អណាស់គាត់ អត់តនឹងបត់អីណា គាត់នឹងបត់អីចាំហៅនឹកសិន បាទបាទឥឡូវខ្ញុំបាទយើងយនមកដោយតាមគាត់ដែរហ្នឹង ហ្នឹងហើយដោយសារឡានគាត់បានយើងដោយកើត បាទ បើធ្វើមកដើរងាយដោយទេ បាទ ដើរមកដល់កកុងហ្នឹង បងប្អូនផែធ្លាប់លឺជីផាតមែនទេ ហ្នឹងហើយធ្លាប់ ហើយខ្ញុំមើលយើង បងប្អូន ឲ្យបងប្អូនបាន លើកទី1បងប្អូនទាំងអស់ ឥឡូវសម្រាប់ ខ្ញុំសម្រាប់ខ្ញុំ សម្រាប់ងឿបឯងខ្ញុំសួរថាតើមកដល់ជីផាតហ្នឹងមាននិយាយថាមើលឃើញអីប្លែកហើយមានចំណាប់អារម្មណ៍មិនខ្លះ បាទអូបើខ្ញុំគិតថាអ្វីដែលខ្ញុំប្លែកទី1ទេសភាពធម្មជាតិបាទដែលប្លែកហើយមានស្ទឹងបាទហើយធម្មជាតិព្រៃភ្នំបាទដូចស្រុកខាងខ្ញុំដែរអញ្ចឹងវាគឺអារម្មណ៍មួយថាវាដូចតែគ្នាក៏ពិតមែនព្រៃភ្នំក៏ប៉ុន្តែវាខុសទីកន្លែងវាធ្វើឲ្យអារម្មណ៍ប្លែក ប្លែកតែស្ទឹង បាទប្លែកទាំងស្ទឹងប្លែកទាំងអាដើមឈើធម្មជាតិហ្នឹងក៏វាប្លែកដែរអញ្ចឹងសប្បាយចិត្តហើយវាឆ្ងាយនេះដែលចាប់អារម្មណ៍ បាទបងអានគាត់នៅក្រៅ ធម្មជាតិនេះនៃធម្មជាតិ បាទបាទឥឡូវសម្រាប់បងវណ្ណាវិញប្លែកអីចាប់អារម្មណ៍អី ខ្ញុំ បាទ ខ្ញុំមកនេះចាប់អារម្មណ៍ដោយសារខ្ញុំបាត់អារម្មណ៍ដែលឃើញបងកូនយូរហើយ អត់ដល់គូ យើងមកកន្លែងនោះមកយើងឃើញវាលជីផាតហ្នឹងឃើញគេចំពោះច្រើនសម័យកាលខ្ញុំនៅ ការខ្វេគោ នៅវាលគោវាអីហ្នឹងហើយមួយទៀតធម្មជាតិ បាទ ធម្មជាតិលាក់ពួននៅក្នុងជ្រោះជ្រងចលង អូមិញទៅបងតលេងទឹកជ្រោះហ្នឹងមិញ បាទទៅ ស្អាត ស្អាតណាស់ស្អាតណាស់ ស្អាតមុំណាស់ ហ្នឹងហើយផ្ដាំទៅបងប្អូនទាំងអស់ដែលចង់ទេសចរ បាទ ទៅទេសចរស្រុកខ្មែរយើងឲ្យបានសពបាទសពយ៉ាងព្រោះនៅលាក់ខ្លួនពួនអាត្មាច្រើនណាស់នៅក្នុងចលងភ្នំ បាទហើយសម្រាប់ខ្ញុំដូចបងទាំងពីរដែលលើកឡើងមិញទៅគឺថានៅជីផាតនេះនៅធម្មជាតិស្រស់បំព្រងមានន័យថាព្រៃមានភ្នំមានវាលទឹកជ្រោះហើយមានកន្លែងលេងសប្បាយរីសតរមណីយដ្ឋាននេះច្រើនណា បាទ អញ្ចឹងគឺថាក្រុមតន្ត្រីអត់ព្រៀងតុកក្រុមតន្ត្រីចល័តហ្នឹងគឺថាវាចម្រៀងមិនដឹងប្រហែលបត់ទេនេះ ដឹងអត់ដឹងទេ ឥឡូវឲ្យបងវណ្ណាគាត់អ្នកភ្លេងខ្មែរដើម្បីសុំទឹកសុំដីមិនអញ្ចឹងហ៎ សុំទឹកសុំដី ហើយបបហោមរោងឬក៏ចូលខ្សែក្រហមអីតិចណាបងណា ហ្នឹងហើយហ្នឹងហើយ ហើយខ្ញុំកូតហើយចាំរឿមគាត់រឹបគាត់ ហើយបងរើបគាត់វាយស្គរហើយកុំអន់សពុនចិត្តព្រោះបងរើបបងប្អូនបងរើបគាត់រៀបនេះគាត់ថាគាត់ស្រឡាញ់ស្ទឹង បាទ បាទរៀបគាត់ស្រឡាញ់ស្ទឹង អូខេ បាទហ្នឹងហើយអញ្ចឹងវាធម្មតាទេតែកាលណាយើងស្រឡាញ់ស្ទឹងយើងស្រឡាញ់ធម្មជាតិហើយឈ្មោះរៀបស្រឡាញ់ស្ទឹងហ្នឹងគឺគាត់លយហ្មងចេញមកលយហ្មង បាទ ហ្នឹងហើយអរគុណឥឡូវជូនបត់ណែហោមរោងដែលសុំទឹកសុំដីនៅជីផាតណា បាទឥឡូវហោមរោងតា លេងបត់ណាយហោមរងអើយសំដងដល់អស់ងាយទេវតាអេលេងបត់ណាយហោមរងអើយសំដងរំលឹកនឹកគុណដល់ទេវតាលោកកាយទាំងឈរកម្មងើយទាំងឈរកម្មគឺទាំង5បីទាំងឈរលោកកាយកម្មងើយលោកកាយទាំងឈរកម្មគឺទាំង5បី
គុណខ្ញុំមកលោកអាយជួយប្រទានណាយបោជ័យសូមលោកងាយនៃយាងមកងាយប្រគុណខ្ញុំមកជួយឲ្យបោជ័យសេរីយាយសួស្ដីសូមសេរីសួស្ដីជោគជ័យអត់ណាtomសេរីយាយសួស្ដីណាសេរីសួស្ដីលោកហើយជោគជ័យអត់ណាtomបត់ណាសាយញ៉ាយនៅក្រហមណាលើដៃបួងសួងអងអស់ងាយទេវតាសូមទឹកសូមដីប្រយាយអបរឹងសាណាអនព្រមមកទេវតាព្រមទេវតាសូមជួយឲ្យបានសុខសាន្តណាហើយអើយជួយឲ្យសុខសាន្តណាថ្វាយក្រយ៉ាថ្កានណាសូមសុខសែនសានដល់ឋានណាយផុតទុកលោកអាយដល់ឋានណាយផុតទុកថ្ងៃនេះងាយទៅថ្ងៃនេះទៅមករកស៊ីយាយឲ្យមានបានណាហើយអើយរកស៊ីយាយមានបានណាសុខក្រុមភូមិឋានទាំងហើយអ្នកស្រុកលោកអាយសុខទាំងហើយអស់អ្នកស្រុកអឡាយអស់ម៉ែពុកសុខអស់ម៉ែពុកសុខជូនណាយរួមជាតិណាជន់ណារួមជាតិណាអត់ធូបមិនអសរស័យសច្ចាជូនតាយាយស្ម័គ្រងាយអនន្តជាតិលោកអាយស្ម័គ្រងាយអនន្តជាតិក្រោយយាយអមានទៀតណាជាតិក្រោយមានទៀតសូមរស់ក្នុងជាតិអខេមរាក្នុងជាតិណាអខេមរាចៃអង ជ័យ សួរជារៀងវងសូមសរីសួស្ដីពិតជាមានសរីសួស្ដីមែនអង មែន បើមែនបានឲ្យយាបន្ត តា
បងប្អូនទាំងគ្នាគឺថាដៃត្រក៏ល្អដៃស្គរក៏ល្អហើយតែដាក់ខ្សែនឹងឲ្យច្រៀងគឺថាខ្សែល្មមជាងបងប្អូននៅចង់បៀតខោម ធូរតិចហ៎ ធូរហ៎ ហើយសំនឹងស្គរទៅអារៀងស្គប់ទៀត មិញបត់ខ្សែក្រហមមិញដៃស្គរគាត់វាយសង្វាក់ឆេចទៅឆា បាទ ដល់មានជ័យ ណូ ដល់មានជ័យ ឥឡូវបងបណ្ណាគាត់បកស្រាយបត់ហើយសុំទឹកសុំដីសុំព្រៃព្រឹក្សា ពីហើយ ពីណា ខ្សែក្រហម ខ្សែក្រហមហើមរងឥឡូវខាងលោកគ្រៀតរឿម្ដងមកឲ្យស្គរមកខាងនេះនៅខាងលោកគ្រៀតរឿគាត់បត់គាត់ល្បីតាមពិតបងប្អូនដែលធ្លាប់ស្ដាប់ណា យ៉ា បត់អីគេ អូរណូ បាទ បត់ហ្នឹងគឺល្បីតាំងពីដូនតានោះហើយគាត់ហ្នឹងហើយអ្នកចម្រៀងមុនគេតាមតន្ត្រីទឹកខ្មែរហ្នឹងមកដល់ភ្នំពេញ ហ្នឹងហើយ ជាមួយនឹងបងអានចនផនបងសេម៉ាអីហ្នឹងគឺថាផ្អើលសុកខ្មែរហ្មងអូរណូហ្នឹង អូយអត់ទេគាត់ហ្នឹងចេះទៀតគាត់ស្រឡាញ់អាពាក្យណូហ្នឹងអូយណូណាយ បាទ ហើយណាអ្នកជំនៀងខាងលើហ្នឹងគេជាងដូចបត់ខ្លះគេជាងជាចៃនាងជាចហ្នឹងចង់ដេកពីល្ងាចព្រោះនាងជាវាល្ងុយនាងជាហ្នឹងគាត់ល្ងុយដេកអញ្ចឹងគាត់ចង់ដេកពីល្ងាច បាទ អញ្ចឹងបានថាដូចរៀបអញ្ចឹងគឺគាត់ស្រឡាញ់ស្ទឹងនេះរៀបស្រឡាញ់ស្ទឹង បាទ ដោយសារខ្ញុំរៀបទេបានខ្ញុំឆ្លាញ់ស្ទឹង ហ្នឹងហើយបាទ បាទឥឡូវចូលសូមស្ដាប់អូរណូល្បីណាឥឡូវ តែតែជ្រៀងអង្គុយណា ให้อรนอนอนអូនណៃអើយណអូនណៃអើយให้อរនอนอนអូនណៃអើតូចញ៉ាយស្រីតូចបងស្រឡាញ់អូនតូពូជពូជអូនអ្នកខ្នងប្តីអូនអូនណៃថ្នមប្តីថ្នមពរតែងថ្នមសែងដងរៃអូនពូជអូនថ្នមប្តីអូនណៃថ្នមទាំងត្របាំងផងអូន ให้อรนอนอนโอนนายนาโอนายให้อรนอนอนโอนนายโอไม่ใส่มาเดี๋ยวอ่อนทมสลากมาเด้งเอามันยังอาย អូនហើយម្នាក់ឯងបើបានជាមួយបងមានគ្នាអើយកុំប្លែមកដេកម្នាក់ឯងអូនហើយក៏កុំប្លែកជាមួយគ្នាអូ ให้อรนอนอนអូនណៃអើយណាអូនណៃអើយให้อរនอนอนអូនណៃអូ
បាត់ អូដល់កោចាប់ប្រាំង បើលក់លមណា ចប់ដៃ អរគុណបងនេះ កាញ់ថា កាមេរ៉ា សំឡេងមិនចោលមួយទៀតទេ យាយ បើរស់ណារដើន ដើន មានស្នេហ៍បើដល់ស្នេហ៍ច្រើនពេក បាទដល់វិញយូនដល់ហើយយូនច្រៀងម្ដង ចូលណាខ្លួនឯងទៅជើងបាត់ឯងជើងក្នុងទៅ ខ្ញុំ នេះ នេះអូរណូសាក់មួយអូរណូខាងនេះម្ដងយ៉ាងណា អូរណូមួយទៀតមានអូរណូមួយទៀត មានអូរណូមួយទៀត ហ្នឹង អូរណូចាក់ជៀសអូរណូកែងអូរណូ ណូអូណូយេយ៉ា គេសូមសំឡេង អូរណូដែរមានច្រើន សូមសំឡេង អានេះគេហៅគេអូរណូកែងយ៉ាងម៉េច អូរណូកែង ចឹងទៅបីជ្រឿមិញអូរណូអីគេ អូរណូចាក់ជៀសនោះ អូរណូចាក់ជៀស អូមានអាចចាក់ក្នុងជៀសចាក់ជៀសចាក់គោចាក់ អាសត្វជៀសហ្នឹងនៅតាម នៅតាមព្រៃវា ជាងច្រើនតែតងុយទេគាត់នៅ អានោះគេចាំតាមនប៉ាន់ហៅលេងណា អាជាហ្នឹងច្រើនតែតងុយទេទៅផ្ទះហ្នឹងផ្ទះជាហ្នឹង មានអារម្មណ៍បោះជើងមានអារម្មណ៍កែងអញ្ចឹងគេឧបមាអញ្ចឹងណាតាមពិតអូរណូមានអូរណូជើងអូរណូមានច្រើនយ៉ាងរំបោះជើង ហើយអូរណូហើយអូណូយអូបាទមួយបានជូនស្រីទៅស្ទូងពេលព្រឹកហើយគាត់ថាមានជ្រុងស្ទូងពេលល្ងាចទីណា អាហ្នឹងគេស្រុកខាងខ្ញុំ ស្ទូងពេលល្ងាចហ្នឹងបាយហើយទេបាយហើយទេ តើមានបាយហើយបើមានកន្លងស្ទូង ស្ទូងហ្នឹងហើយ ឥឡូវតាបងសួរថាយើង អត់អី អត់អរណោនោះហើយ ហ្នឹងតែចេញក្បាលមក ចុក អូណូអូណូយេហេអូឡូណៃអីអូណៃត្រប៉ាំងប៉ាយេត្រប៉ាំងប៉ាបាំងឆាត់ណៃកណ្ដាច់ជូនស្រីអត់ទៅស្ទូអូយទៅស្ទូងចំពំបាយជើងដួលអូនស្ទូងអេអំបងអូយអំបងជូនស្រីហើយទៅស្ទូងខាងលិចត្រពាំងឲ្យធំណែអូរណូអីអូនអីអូរណូកណូណូអីអូនអីហេសក្រាបាអូនអីកាអដងភ្លើងអូយដងភ្លើងស្រីហើយស្រកយើងចង់អោជីងាឡាអូយជីងឡានមកកាំងអើយពីកាំងជីងក៏មិនបានអូយមិនបានលក់ខ្លួនហើយលក់ប្រានជីងអេឡានសិនហេអូរណូអីអូនអីអីអូរណូកណូណូអីអូនអីបើស្រឡាញ់អើយស្រីមួយអើយអរៀងទៀបមេរៀងទៀបសំដីអើយសោភៀបកូនអេនាងអាស្រែអូយនាងស្រែចេះទុកអើយចេះដាក់ក៏ចេះលះអបនធ
ม่โอ้ยบันแท้เจลัวใจที่ทำแม่เอาออกรมหาช่วงยาไอโอ้นาก็นาไอโอ้นาเย่เฮ้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  bà lấy ô nó bánh tăng á bà bố nó bây giờ nó để làm chiêng mà bọn âu nó mà bọn bánh chụp chiêng bơ khai tăng bơ quá đấy trong hai hình phong co ai bà đi kìa bởi kì bọt cả đó chụp đam nữa nè đi bọt mấy nhở bọt xong xa xây sering ta tem main terawat thôi lại này Nam sông mây xa sấy hey 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 ta xa khien na Nam bông sông mây cha xa sấy bay on nhưng ai sấy ta xa khien na hey Nam bông chập cha đây bàn ta on nhưng ai bình tiếng nong hey Nam bông chập ai đây bàn nè ôn ơi là bình tiếng nọng nè trăng sai trăng mà lu niềng ôn này niềng tha ôn mình có họng trăng sai trăng mà lu tôi ôn này niềng ôn tha mình có họng này xa nơi nông ôn ơi nhà kia tê là nơi nông nông đi nè ôn hay niềng tha bà nhai kê tê ơi đi nè trăng sai trăng lu nè cái tụi nhà ôn ơi niềng tha là bà nhai ơi đi nè trăng xa trăng lu ơi bư ôn ơi niềng tha nó cho bà nhai ơi đi nè trăng buồn này ôn ca ơi nè bà nhai nó ai nè trọc na ôn ta ơi ai nè bánh nhai non na ai nè trọc lu ai nè say cha bánh nhai pi đo mà thay ai nè bong sông mây sla sấy ta bay ôn ai nhưng ai sla prang ai nè bong vô bay từ đầm nè ôn ai lớp nôm là cho cha nè bong vào bay tơ đầm cái bờ ôn ai nè lớp nôm ấy cho cha nè cầm bông ai lo hay sặc tha cả tôi ôn ai cầm bông để plat càng ơi nè cầm bông ai lo sặc anh ôn ai cầm bông ai plat càng nè lớp nôm cho cha ai nè ôn ai slay nó lo hai ai nè lớp nôm ai cho cha tôi ôn ai slay lang lo chay rồi bông rồi cha toàn thế cha tiếc thôn đấy nó trong bờ tiền trongมันเชียงจับน่ะthử thử quá thôn cho anh đưa bay chiêng mà bắt tiết của mày slide play chứ người ban mà chiêng thằng bọ bắn ấy này mà mày ở câu này chiêng bắt đưa ai chiêng mà bắt tiết đó bắt vào đây tiếc điện này mày bảo ăn còn tập phát món này các bạn bà anh ấy này mà đưa bay chiêng bắt đây là mánh bầu bần ná còn đạm mặc bắt đây xong sla sray là rửa với khang đòi mình chơi cái tam bất nhóm chi riêng chả này nhóm trong ai bong phôn mà đạp sầm lên nè đòi mình chơi mình mà khát nhá chơi chưa người chơi bắt ấy chơi chụp camera chứ bà chơi bắt ấy chưa là chơi bắt ấy và để bắt ấy các bạn ấy ở thà bờ ruộng khang thôn á này mấy giờ bạn Orano chạ chia Orano cái Orano mình chơi bây giờ Orano niệm vào cái tôi mới à lấy bắt ấy ở đây là bắt thôn để ta dừng lục bấy á
tới vào đây sạc bật lý thôi nè bằng linh linh niềng ơi ta bắc quê lý lý ô con mưa tàu mi nhà lọ ơi nhớ có phố sắt tàu bố Mơ tới bốc ạ. ô lọ niềng ơi cái mộng bong nhớ có phố sắt tàu bố Bài bốc ạ. con mưa đam chớ niềng ơi nó sát dùng rầm phu con mưa đam chớ niềng ơi nó sát dùng rầm phu ô bố sát tàu tàu bố lọ ơi niềng ơi sẽ lá chờ rồi pro ô bố sát tàu tàu bố lọ bò niềng ơi sẽ lá chờ rồi pro chăm mưa niềng say cái mông bong chăm lăng dù bất lì khô chăm cái mông niềng say sedang ơi lại tay dù năng lì khô sờ chờ rồi pro cái mông bong niềng ơi bong chăm và niềng say ô lọ bong ơi sedang ơi niềng ơi bong chăm mà niềng say chăm tàng pi prưng niềng ơi lột vỡ đal ngày bé chăm tàng pi prưng nó niềng ơi lột vỡ đal ngày bé bong chăm mụ lần khmau bé sedang ơi giòn tới chăm cần mồm say ô lọ bong ơi sedang ơi giòn chăm niềng cần mồm say bia đẹp cười prap niềng ơi tha bia đẹp ăn dây niềng đẹp và say prap cần mồm bong tha bia cười ăn dây bong chăm cần mồm niềng say sedang ơi ina cần mồm khăn bong tha chăm cái mông niềng say sedang ơi cái mông nó khăn bong Trong dân điên ạ, bọt đi này. tôi đó đi chơi khăn nhung cái đó cái tên gì trời cho 3 máu 4 máu ấy 30 កន្លះបាន30 នាទី 30 នាទីទាំងអស់ 30 នាទីអត់គិតដល់កន្លែងខុស មិញខាងងរឿបគាត់ជាងថ្ងៃល្ងាចត្រជាក់ ba ngày tôi chuyện បាទតែជាចង្វាក់ធនដឹងថាដូចអីទេបងប្អូន ប៉ុន្តែយើងថាថោនទៅ ធនទៅហើយដោយសារខ្វះឧបករណ៍ឥឡូវមានតែ3គ្រឿង cho pi cọc con mà này sao bay 3នាក់ bay rồi nè ấy mình thầm đàn ដែលខ្ញុំចង់សួរប្រព័ន្ធរឿបប្រវត្តិធនដែលបង្កើតដំបូងប្រហែលឆ្នាំបានចាំបានណា ô bà trùm đặt thôn để nhom rư ក្រុមកសែងក្រហម ក្រុមកសែងក្រហមឬមកប្រើនេះអាយុហើយ តាំងពី តាំងពីឆ្នាំ2002មកណោះ ធ្វើម៉េចបានយើងអាចចេះដូចថាស្គរពោកស្គរអីទៀតតែឆាហ្នឹងយើងកែ រៀនខ្លួនឯងយូរណាเป็น2002ទេយូរហើយ ធ្វើម៉េចបានចេះចាំបាន បាទដូចថាឃើញបងប្អូនមេអូលេងភ្លេងធូននឹងវត្តនឹងវាពីបុណ្យទានរឹមសបាយបុណ្យទានហ្នឹងចឹងណា បាទ ចាប់អារម្មណ៍ក៏មានដូចថាចិត្តមួយស្រឡាញ់ក៏ចង់rồi thìថាចង់ស្បាយ ដល់ពេលចង់ទៅចងក្រងគ្នា ចង់ក្រង គ្នាទៅក៏ថែរក្សា តែឧបករណ៍ភ្លេងហ្នឹងគឺពីដូនពីតាមកនៅអញ្ចឹងរហូតឬក៏យើងថែមថយខ្លួនឯង និយាយរួមទៅបើឧបករណ៍ពីដើមតាមដឹងគឺមានតែប្រហែលជាមានតែ throw មានតែអុយតែអាពុនោះយើងអាចថែមពីក្រោយ នេះរឿងឯងនឹកឃើញខ្លួនឯងឬក៏មានស្រាប់ហើយ តាមពិតនឹកឃើញខ្លួនឯង ស្គរពុកថែមទេ ថែមស្គរពុកថែមទេបើថាធូន មានស្គរ2 មានតែស្គរដៃ2ទេហើយនឹង throw ហើយនឹងគេមានអាគេដាក់អាចង់
ពីដើមគឺចង់អាខ្សែជីកដីចង់ខ្សែវៃ អាហ្នឹងឧទាហរណ៍ថាបើសិនជាខ្ញុំចង់ឲ្យរឿបឯងធ្វើថ្ងៃណាមួយជីកដី ធ្វើបានចង់ឲ្យរឿបឯងធ្វើអារបៀបថានេះធូនពីដើមនៅស្រុកខ្ញុំជីកដីចាំមើលមានពេលវេលា ចាំមើលថ្ងៃណាមានវេលានឹងបងប្អូនមកជីកដីមកចង់ខ្សែរួចវៃឲ្យស្ដាប់ហ្នឹងហើយ ឲ្យបងវណ្ណាដែរឃើញដែរបាយដែរឆ្លប់ឃើញហ៎ ធ្លាប់ឃើញពីតូចធ្លាប់ឃើញ តែគេមានពីមុន គេមានអាធុងដែរគេមានអាធុងក្របពីលើដីហ្នឹង បាទ ហើយមានគេដាក់យ៉ងគេដាក់យ៉ងគេវាយស្នឹងសងខាង បាទឈើគេតាំងមកដាក់យើងចងខ្សែមកយើងចាប់នោះវៃ វាយលើបាស បាទបើថាបច្ចុប្បន្ននេះគេយកអាធុងបាសនោះធ្វើពីដើម អត់មាន ទេជីងលុងរឹម ហ្នឹងហើយ ដៃតាណាជីងលុងទៅជីងលុងទៅឯង ហ្នឹងហើយផ្កាប់ធុង បាទបន្ទាប់មកទៀតភ័យជាមានដូចគេយកកដុងឬគេធុងសាំងចងធ្វើវៃក៏បានដែរតជិបមករត់ដល់ហើយដូចឃើញជីតាបាសបើពីដើម តែដែលរឿបឯងឃើញរឿបឯងដែលចង់ចាំដែលថាចេះពីដូនតាមកចេះប្រហែល ជីងលុង ហើយនឹងស្គាល់ដៃពីរ បាទគាត់ដៃពីរ ហើយស្គាល់ពកហើយណាកាឆាចេះរឿបឯងឆ្នៃខ្លួនឯង តែកាឆាក៏មានពីដើមដែរ តែឆ្នៃបំផុតគឺឆ្នៃតែស្គរពកមួយ ស្គាល់ពកនឹងរឿបឯងធ្វើខ្លួនឯងនៅប្រស័យហ្នឹងគឺឆ្នៃខ្លួនឯង ទៅឆ្នៃធ្វើដាក់ទៅវាស៊ីគ្នាយកមកសាកមើលដល់យកសាកមើលគេថាថែមទៀតស្នំទៅតានេះហើយជឿមក បាទអញ្ចឹងបងប្អូនធ្លាប់ស្ដាប់បទអូរណអូនអើយអូនតាមពិតគាត់ខ្ញុំស្គាល់គាត់តាមម្ដាយគាត់ឈ្មោះលោកយាយរ៉ាប់បានគាត់ច្រៀងព្រើនតាំងពីឆ្នាំ2010 11គាត់ឡើងទទួលបាយ័នអញ្ចឹងគាត់ក៏ប្រាប់ពីក្រុមធនរបស់កូនគាត់អញ្ចឹងទៅក៏តាមរយៈបងអានចនផនរតន្ត្រីទឹកបងសីមាហ្នឹងក៏ចេះតែហៅគាត់មកឡើងលេងភ្នំពេញតាមទូឲ្យមួយចំនួនទៅអាបទហ្នឹងក៏ល្បីដល់បងប្អូនច្រៀងតាមនាមមកអញ្ចឹងណាតាមទាំងស្គាល់ទាំងបងបណ្ណាក៏អ្នកលេងភ្លេងដែរចុះបងអាចប្រាប់តិចតួចឲ្យថាធ្វើម៉េចបងឯងបានចេះលេងភ្លេងចេះចាំមកចង់ឲ្យបងប្អូនបានស្គាល់ប្រវត្តិតិចអញ្ចឹងណា ការខ្ញុំចេះលេងភ្លេងដោយសារអំបោពូជ ដល់ហួយដែរខ្ញុំ បាទជីតាខ្ញុំគាត់អ្នកកាន់តោសោ បាទ ហើយយាយខ្ញុំគាត់អ្នកលខោន ខនផ្សាយ បាទគាត់អ្នកលខោនភាសា តួលខោន តួឯកលខោនយាយខ្ញុំបាទ នៅខាងស្រុកណា នៅឃុំក្រោមឃុំប្រេងចាញ់ស្រុកមុងពុះហៅណា ហ្នឹងហើយតាំងពីមើលតាំងខ្ញុំធ្លាប់មើលលខោនគាត់ម្ដងខ្ញុំតន់គាត់ក្នុងបាក់ជាឆ្នាំ8ជាងហើយ 87 88 អូគាត់នៅទូឯកឡើយជំនាន់ហ្នឹង គាត់នៅលេងមួយចាស់នៅក្នុងភូមិណា គាត់លេងលើឆាកហ្មង ហ្នឹងហើយឆាកកាលហ្នឹងអត់មានដូចយើងទេប៉ុន្តែមានណាវាំងណូន ហ្នឹងហើយមានហ្នឹងហើយលើតវោឆាកហ្នឹងដាក់ស្លឹកដូងស្លឹកអីទេ ជំនាន់ហ្នឹងក្រស្វាត់ អូលខោនហ្នឹងអ្នកស្រុកជួយធ្វើជាហងលខោនគាត់ចង់មើលលខោនណាគាត់ចង់មើលលខោនគាត់ជួយហ្មងគាត់ជួយគ្នា បាទជួយគ្នាហើយបន្ទាប់ទៅក៏យាយខ្ញុំគាត់ឈប់លេងលខោនលេងអីលខោនហ្នឹងក៏បាត់អស់ទៅ បែកបាក់នេះ នៅសល់តាខ្ញុំគាត់នៅកាន់ត្រសោហ្នឹងកាន់ត្រសោទៅហើយកាលហ្នឹងខ្ញុំអាយុ 16 17ហើយខ្ញុំនៅរៀនឡើយខ្ញុំនៅរៀនសាលារដ្ឋហ្នឹងនៅរៀនឡើយទៅហើយខ្ញុំអត់បានចាប់អារម្មណ៍ជាមួយនឹងភ្លេងទេអត់ចាប់អារម្មណ៍សោះប៉ុន្តែចេះដែរឡើយទៅក្នុងសាលាហ្នឹងលោកគ្រូគាត់ចូលចាត់ហៅខ្ញុំឲ្យឡើងច្រៀងពេលចុងម៉ោងដូចជាថ្នាក់ការសម័យថ្នាក់ទី4ទី5ហ្នឹងបាទគាត់ហៅឡើងច្រៀងទៅលោកគ្រូគាត់ថាគាត់មិនថាយើងច្រៀងព្រោះទេគាត់ថាយើងចេះច្រៀងណាគាត់ថាយើងចេះច្រៀងក៏តាខ្ញុំគាត់ចាស់ពីដើមគាត់ពិសេសតាក់ទងគ្នាគាត់ស្រឡាញ់គ្នាហ្នឹងអីហ្នឹងហើយអញ្ចឹងគាត់រាប់អានគ្នាគាត់តំណាលប្រាប់ជីតាខ្ញុំហ្នឹងគាត់ថាឲ្យខ្ញុំហ្នឹងរៀនភ្លេងទៅអនាគតទៅព្រោះយើងអត់មានការងារអីធ្វើយើងទៅលេងភ្លេងមករោងហ្នឹងបានលុយមកបើជួវេស្ទូងអញ្ចឹងបានពី3ដែរចាគិតងាយហ្នឹងហើយគាត់ថាអញ្ចឹងហើយអត់ចង់រៀនទេខ្មាស់គេអត់ចង់រៀនទេខ្មាស់គេម៉ាស់អៀន ហ្នឹងហើយដល់ទៅពេលទៅលេងទៅរៀនមួយគាត់ឲ្យរៀនតែខែហ្នឹងហើយអត់មានពេលទេខ្ញុំអត់មានពេលទេព្រោះក្មេងខ្ញុំពីតូចហ្នឹងខ្ញុំនឿយអត់មានពេលទេឡើងតែពីស្រែវិជ្ជាការទៅអស់កម្លាំងដេកហើយអញ្ចឹងដល់អញ្ចឹងអាពើហាត់រៀនហ្នឹងវាតិចណាស់តែណាដូចឃើញយកនេះឃើញខ្ញុំពីមុនមកអញ្ចឹងនៅលប៉េះលប៉ោះទេតែវាកើតជាក្តីស្រឡាញ់ប៉ុន្តែអ្វីដែលចេះដែលគេហៅយើងលេងបន្តក្រោយមកដែលជីតាខ្ញុំគាត់ស្លាប់ទៅហ្នឹងណាបាទគឺខ្ញុំចេះកាត់សក់ហ្នឹងហើយចេះកាត់សក់ពីគាត់ហ្នឹងហើយបាទចេះកាត់សក់ហ្នឹងការលេងជាមួយគាត់ហ្នឹងរោងដបងមានតាមួយឈ្មោះតឌឹមហើយគាត់ចាស់គាត់ខ្មៅហើយគាត់អ្នកកាត់សក់ដែរហើយវងសុទ្ធចាស់ទាំងអស់ក្មេងតែខ្ញុំម្នាក់ទេបាទដល់អញ្ចឹងអត់មានអ្នកកាត់សក់គាត់ឲ្យខ្ញុំទៅកាត់សក់មួយតាធាក់មួយជើង
rồi cả sọ môi ta dây bị trương này nhua dây bị lên từ cao từ lên ai có con chết hồi như tới có tới tới chứ chết cả sạn chẳng là hột nào cam bị thi cài chẳng đôi ta từ bàn hột ngay từ bàn hột chỉ nuôi kia chỉ nuôi ai chẳng bàn chẳng tới bà ngay chẳng tới lôi bên tè đấy lấy bên rượu bình để thà về đàn rượu ai khơi chẳng rượu ai cái thà lên chẳng để thà chân ngoan nắng mình đã na hiên chuồn rượu ai lên bên kề crop lên rượu ai ជារួមទៅ để na chuồn bên kề được rồi ជួលមុនគេគឺនឹងស្រុកភូមិ អ្នកភូមិខ្លួនឯង ស្រុកភូមិខ្លួនឯង ហ្នឹងហើយ ហើយលេងបានសាមើបើលេងឆ្នាំសាដាក់សាមើមើរីបើរឹមកាត់ថាអូខេមានអីដាក់មុនដំបងដាក់មកទើលភ្លឺមកឈប់ ហ្នឹងហើយ តើមានទេនៅសបាយមានទេទើលភ្លឺពីយប់តែសាមើមើក៏នៅដូចជាលេងនៅកម្មវិធីប៉ុន nên lợi tí mùi បាទលើកទី1កម្មវិធីប៉ុនគេហៅថាប៉ុនដែលស្លាប់យូររាប់ឆ្នាំ7 8ឆ្នាំទៅគេធ្វើប៉ុនរួមធ្វើប៉ុនគេគឺប៉ុនខ្មោចហ្នឹងណាព្រោះខ្មោចនឹងស្លាប់យូរ7 8ឆ្នាំទៅខ្ញុំថា3ឆ្នាំ7ឆ្នាំបានគេរួមគ្នាកោះធ្វើប៉ុនអញ្ចឹងណាហើយយកមកដាក់ក្នុងផ្ទះគេនោះរំដល់ដល់ពេលដាក់មកសាកមើលមកពីល្ងាចពីម៉ោង7ម៉ោង8ល្ងាចដល់ម៉ោង6ម៉ោង7ភ្លឺថ្ងៃរះចេះ អត់ឈប់ បានឈប់ហើយចង់ឈប់ទៀតវាសបាយណាស់បាទសំខាន់គឺអ្វីដែលស្គរព្រោះនេះបើអ្នកវាយអ្នកកោតអ្នកអុយស៊ូបានអ្នករំគឺអត់ចាញ់ទេទល់ភ្លឺដល់និយាយអ្នកបងប្អូនអ្នកជាផ្សេងបងប្អូនបាទ សម័យនោះចឹងហើយ អូមិនធម្មតា ខ្ញុំតន់ដែរតន់ សបាយណាស់និយាយរួមថា ឆ្នាំបានអាចចាំបានប្រហែលឆ្នាំបាន ខ្ញុំអាចចាំបាន ចាប់ដើមលេងក្នុងដំបូង លេងមុនដំបូងហ្នឹងដូចជាឆ្នាំចូលឆ្នាំលេខ2001 2002បាទដោយសារតាមពិតធននេះបើតាមប្រវត្តិទៅយូរណាស់មកហើយគាត់ថាវាអត់មានអ្នករើសយកមកលេងវិញណាតែខ្ញុំនឹកឃើញថាយកបើសាកមើលអាធននេះគឺសួរម៉ែម្ដាយខ្ញុំនេះច្រៀងគេទេគាត់សួរថាម៉ែចុះបើសិនខ្ញុំយកអាភ្លេងធននេះមកលេងវាយ៉ាងម៉េចដែរសាកមើលទៅគាត់អ្នកចូលចិត្តខាងតន្ត្រីដូចគ្នាខ្ញុំវានិស័យចឹងដល់ពេលដាក់សាកមើលទៅប្រមូលគ្នាមកនេះបងអីចេះគាត់ត្រូអត់ថាចេះទៅហើយចង់ធ្វើយ៉ាងណាចង់រួមគ្នាមកវាយអាស្គរបញ្ចូលមានវាព្រោះអត់ព្រមកើតអត់គេសាកមើលតែអត់មានអ្នកច្រៀងទៅរកអ្នកច្រៀងទៀតដែរប្រមូលដល់រកគ្នាប្រមូលអ្នកច្រៀងបានលេចកើតមកបានពូនគ្នាតែបញ្ចូលអាអ្នកវាយអាស្គរពុកដែលបន្ថែមនោះណាបាទតាមពីដើមដូចដំរឹមមានទេនេះថែមត្រឹមខ្ញុំចោះនិយាយរួមទៅដល់ថែមមួយរួចទៀតខ្ញុំនឹកឃើញតែចេះបាទមានអាសម័យលាបុរាណទៅវាថាទៅណាយើងកុំឲ្យអត់គ្នាណានិយាយបញ្ចូលគ្នាគាត់ថែមអាស្គរភ្លោះ2នឹងថែមទៀតមកហ្នឹងហើយបាទដល់ថែម2មកវាដូចវាស៊ីគ្នាកាន់តែជន់ទៅគាត់ទៅក្រឹមមកដូចមានអីបងប្អូនអើយដាក់មកភ្លុបមកហើយមានអ្នកខ្លះដល់ពេលបើកម្មវិធីទី1គឺរំមកឆ្អែតស្អែកឡើងក៏មានអ្នកតទៀតដែរបាទមកក្នុងមកថាកម្មវិធីមកចប់កម្មវិធីនឹងសบายហ្នឹងហើយបាទរំគឺថាទាំងស្រីទាំងប្រុសរំកើភូមិហ្នឹងហើយមានឧបករណ៍មានច្រើនដែលយើងបញ្ចូលមិចបូនមួយគ្នាដូចមានកញ្ចែហ្នឹងវាដូចមានយូខ្លះដែរហើយកញ្ចែហ្នឹងវាមានយូហើយនេះបាទនេះនៅសាកផ្លុំកញ្ចែគុកបាទនេះមិនគាត់ថាបើមកកាលមករៀននេះពេញឲ្យលោកយើងយកនាំមកណាបាទចាយេទៅដាំបោះប៉ូលីសមកធ្វើការដែរបាទយើងចាំពាក្យអាកន្លែងគេថាពេលផ្លុំកញ្ចែរំដូគូអូនរងចាំតែបងអាហ្នឹងតែលឺកញ្ចែណាក៏រំយើងរំមួយគួរណាតែអត់ដូកញ្ចែគេថាយើងខ្លាញ់គ្នាចាខ្លាញ់គ្នាយកកញ្ចែប៉ូលីសមកប្រចាំប៉ូលីសពុំមានក៏ពីដើមគេរំធនលក់ផ្កាមែនទេធនលក់ផ្កាកញ្ចែនេះជាសញ្ញាមួយដែលថាមានឥទ្ធិពលក្នុងច្បាប់ភ្លេងឲ្យសញ្ញាពេលកញ្ចែជ្រិចក្នុងកដាលភ្លេងគេដូរគូតែបើកញ្ចែឬស្នូសំលេងដាច់ពិតនៅចុងបាត់មានន័យថាយើងត្រូវការបាត់ហ្នឹងគឺចប់ហ្នឹងហើយបាទអ្នកភ្លេងទាំងអស់ហ្នឹងគឺព្រមគ្នាស្ដាប់កញ្ចែគឺគោរពបដ ாய் អូដូចកញ្ចែរបស់ប៉ូលីសហើយរុំច្បាប់ចរាចរណ៍ឥឡូវយើងភាសានេះលេងស្រែកពីនេះពីនោះបានដូចថាវាច្រើនដែរណាបាទខ្ញុំគិតថាបងប្អូនថាជាអត់សូវបានស្ដាប់មួយរឿងច្រៀងឯងព្រោះអ្នកដល់មិនជ័យអញ្ចឹងណាចង់ឲ្យរឿងច្រៀងមួយបទទៀតណាមួយបទទៀតទៅហើយយើងចប់កម្មវិធីហើយមួយបទទៀតក៏ជូនពរបងប្អូនអញ្ចឹងណាជូនពរបងប្អូនឥឡូវយើងមុនបញ្ចប់ឲ្យជូនពរបងប្អូនឲ្យជួបប្រទះតែក្តីសុខក្តីចម្រើនហើយរឿងគាត់នឹងច្រៀងមួយបទទៀតមុននឹងលាបទអីបាទ
nghe chơi mẹ ta cần tranh chơi ơi nó lột tung tranh chơi tao nó iya bắt vô đấy bây giờ lô tung cái này ơi lột tung liền vậy đi lô thóc cái này biết con này ta lâu bám phố này cái này để upa mô tam tư liền miền cái này nó cần tranh chơi ơi chân lút tung cái tranh chơi ơi lút tung cái tranh chơi còn phải xa tên đi nhà mấy cái mệt mà lột mừng này cái mệt chừng ray mà lột mừng nó cần tranh chơi ơi lút tung tận nuốt crawl tranh chị ơi lút tung tận nuốt crawl là lừa con tròn cả thơ luôn vô vào đây nha cả thơ luôn vô vào đây thơ luôn vô vào đây quá bắn vua vua ta niên vật thung thầm màyกระมมจ้ามันยัวแต่เนียงกระมมทำไมอยู่แบบปันนาในทำไมเฮ้ยน่ะคันบาทำไมเฮ้ยน่ะบ้านังบ้าปนัยสันจ้าบางเงินพอทั้งไงละเงี้ยบางคนน่ะจำปนัยสันได้เนาะเดี๋ยวเมียนเชิญมาจริงอันนี้ด้วยใหญ่จริงทำไมบันจอบแต่ดักไกลបងប្អូនចាចាំលើក្រោយយើងមានពេលវេលាច្រើនយើងដាក់ឲ្យចប់ឲ្យបងប្អូនបានច្រើនណាស់មកបាត់នេះវិញនិយាយតែមកឃ្លៀបើសិនជាមានពេលវេលាច្រើនខ្ញុំឲ្យបងប្អូនមើលពីម៉ោង7រហូតដល់ម៉ោង7ល្ងាចម៉ោង7ព្រឹកដល់ម៉ោង7ល្ងាចតាអង្គុយដល់មេឃបើកថ្ងៃនៅកណ្ដាលថ្ងៃអញ្ចឹងទៅដល់ល្ងាចអញ្ចឹងទៅហើយជួយសរោមទៅមកអរេមេមកល្ងាចនៅពពកវាមកនេះឃើញនឹងភ្លេងមែនហ្នឹងតែទៅអត់បានថានេះមិនអីទេតែអុយស្គាល់តែក្បាលជាតិសបាទឥឡូវសូមលាមែនតើបងប្អូនសូមលាឯការនិយាយលេងការខុសឆ្គងយ៉ាងណាក៏សូមលើកលែងខន្តីអភ័យទោសអធិស្ឋានមកដល់ក្រុមតន្ត្រីយើងខ្ញុំដែរមិនបានរៀបចំឲ្យបានត្រឹមត្រូវដោយសារការជួបគ្នាដោយតក់ក្រហល់អញ្ចឹងណាអរគុណច្រើនបាទបាយ